សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានចូលនៅក្នុងបទមួយដែលភាគច្រើនគឺលោកគាត់ដើមបេងច្រើនតែដើមផ្សេងទៀតអត់ស្គាល់មានទេឯនេះដើមឈើទាក់ទងជាមួយនឹងបងប្អូនខ្លះក៏ស្គាល់ហើយដើមបេងណាដើមបេងហើយបងប្អូនខ្លះក៏អត់ទាន់ស្គាល់ដែរអញ្ចឹងសូមអញ្ជើញទស្សនាទាំងអស់គ្នានេះដើមបេងគឺដើមមានប្រភេទស្លឹកបែបហ្នឹងហើយដើមវាគឺអញ្ចឹងហើយភាគច្រើនគឺបងប្អូនស្គាល់តែគេឈូសហើយយកសាច់ហើយតែនេះយើងមកជួបដើមវាផ្ទាល់គឺដើមវាប្រភេទហ្នឹងនេះប្រភេទដើមបេងហើយដើមមួយប្រភេទទៀតគេហៅថាវាភាគច្រើនវាដុះនៅក្នុងកន្លែងក្លៀតថ្មភ្នំគេហៅថានេះដើមគេហៅថាដើមប្រភេទឈើទាលទៅតាមភ្នំសម្បូរអាហ្នឹងប្រភេទហ្នឹងនៅវាដើមលក្ខណៈបែបហ្នឹងដើមវាបែបហ្នឹងហើយអានេះគឺស្លឹករបស់វាស្លឹកវាធំអញ្ចឹងអាហ្នឹងគេហៅថាដើមឈើទាលហើយមកប្រភេទទៀតដើមដែលគេហៅថាដើមនាងនួនអញ្ចឹងលោកដាំអញ្ចឹងដើម្បីឲ្យអ្នកមកចូលវត្តហ្នឹងគាត់ដឹងគាត់ស្គាល់ថាដើមនេះដើមប្រភេទអីគេអានេះនាងនួនណាស្លឹកវាប្រភេទបែបហ្នឹងដើមស្លឹកវាស្តៀងដើមស្លឹកចន្ទការីដែរតែវារៀងតូចជាងហ្នឹងតិចហើយដើមវាប្រភេទជារឿពុជពណ៌ខ្មៅតែនៅនេះទូជាងគេអញ្ចឹងបេងធំជាងគេហ្នឹងដើមនាងនួនណាហើយមួយទៀតដែលបងប្អូនអត់សូវបានស្គាល់តាក់ទងជាមួយនឹងដើមគញូងឈាមមាន់ជាមួយខ្ញុំដើររមមើលសិននៅក្នុងនេះមានដើមគញូងអត់អូខេដើមគញូងឃើញមានមួយដើមគញូងនៅក្បែរនឹងដើមនាងនួនដែរដើមគញូងវាស្តៀងនឹងស្លឹកដើមបេងដែរគាត់ថាវាស្លឹកទូជាងហើយមើលនេះដើមគញូងមានមួយដើមគញូងឈាមមាន់តែខាងនោះក៏មានមួយដើមទៀតដែរហើយស្លឹកវាស្តៀងនឹងគ្នាដែរក៏ប៉ុន្តែគាត់នៅស្លឹកគញូងនេះវាមានលក្ខណៈទូជាងតែសម្បល់អីដូចគ្នាមើលទូជាងបន្តិចអញ្ចឹងបើបងប្អូនក្មេងៗជំនាន់ក្រោយចង់ស្គាល់ដើមបេងនាងនួនឈាមមាន់ឈើទាលភ្នំក៏ដូចជាដើមនាងនួនបងប្អូនអាចចូលមកវត្តនេះហើយទស្សនាបានអានេះធំនេះដើមនាងនួននេះធំជាងគេនេះហើយគឺស្លឹកវាស្លឹកទូចស្តៀងនឹងស្លឹកដើមចន្ទគ្រីដែរអរគុណ